សួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់ភាគទី28-29នៃរឿងអំណាចស្ដេចនៃកងទ័ពអមតៈនៅក្នុងភាគនេះត្រូវបានចាប់ផ្ដើមឡើងយើងក៏បានឃើញជាមួយនឹងប្រព័ន្ធបានលោតសារប្រកាសអំពីវ័យសៀវយើងអីចឹងទៅហើយក៏ជានាទីដែលគាត់អាចកម្ចាត់បិសាចនៅក្នុងអាណាចក្រសម្ងាត់គាត់បានឡើងពីលេខរៀងណាមដឹងទៅរហូតដល់លេខរៀងទី1អ្នកនាទីនឹងដែលបានមើលអំពីសារប្រកាសមួយនឹងក៏ឆ្ងល់ផងដែរតែគាត់គឺជានរណាហើយអ្វីសាហាវម្លេះដោយបន្តមកទៀតវ័យសៀវក៏បានចេញមកវិញបៃឈានក៏បានសរសើរទៅកាន់លបងវ័យសៀវពិតជាអស្ចារ្យមែនទែនម្នាក់នេះវិញគេព្រមជួលវ៉ៃសៀវធ្វើជាគ្រូបង្វឹកលើកនេះគេហ៊ានឲ្យមក level 50000បីជាហើយតែអញ្ចឹងក៏បានតកេះវ៉ៃសៀវមើលទៅតម្លៃខ្លួនលបងបានកើនឡើងទៀតឯងយ៉ាងណាមិញវ៉ៃសៀវក៏បានថាចាំពេលក្រោយទៅខ្ញុំទៅសម្រាប់សិនឯងបានលើវ៉ៃសៀវបដិសេធម្ដងទៀតតែប៉ែនឹងក៏បានថាតែខ្ញុំឲ្យតម្លៃទៀតពេកមែនសារឿងក៏បានការមកដល់វ៉ៃសៀវមកដល់បន្ទប់វិញហើយយើងមើលទៅកាន់តាសឹងទៅហាក់បីដូចជាមិនសប្បាយចិត្តនោះទេលោផងដែរខ្ញុំមិនទាន់សប្បាយអស់ចិត្តផងហើយល្វីភ្ញាក់ត្រឡប់មកវិញម្លេះវ៉ៃសៀវក៏សុំតាសឹងមើលអំពីដំបងរបស់គេតាសឹងមិនឲ្យនោះទេវ៉ៃសៀវក៏បានកញ្ឆក់ទៅមើលស្រាប់តែពេលហ្នឹងគាត់មិនអាចពិនិត្យអំពីកម្រិតនៃដំបងនឹងបានទេដោយសារតែកម្រិតគាត់នៅទាបពេកអញ្ចឹងក៏បានគិតថាមិនមែនជារឿងសាមញ្ញនោះទេហើយវាពិតជាគួរឲ្យចាប់អារម្មណ៍តាសឹងក៏បានយកដំបងទៅវិញបន្ទាប់មកវ៉ៃសៀវក៏បានយកថ្មតេបកសលហើយនឹងបន់ស្រន់ឲ្យសូមឲ្យគាត់ទទួលបានជំនាញកម្រិត S3 ដងបន្ទាប់ពីបំបាយធម្មពលក៏បានចាំងជះចូលទៅក្នុងខ្លួនរបស់គាត់ជាលទ្ធផលគាត់ក៏អាចទទួលបានជំនាញកម្រិត 3S មែនជំនាញដែលគាត់ទទួលបានថ្មីហាក់បីដូចជារៀងចម្លែកបន្តិចដោយលំហនៃការកោះហៅរបស់គាត់តែផ្ទុកទៅលើបិសាចក្រុងឆ្អឹងអមតៈនឹងត្រូវបានផ្លាស់ប្ដូរទៅជានគរទេវភាពដែលវ៉ៃសៀវគឺជាទេវតាតែមួយគត់នៅក្នុងនោះហើយប្រព័ន្ធក៏បាននាំវ៉ៃសៀវចូលទៅក្នុងនគរទេវភាពមួយនឹងយើងក៏បានឃើញជាមួយនឹងបិសាចក្រុងឆ្អឹងអមតៈរបស់វ៉ៃសៀវយ៉ាងច្រើនដើរហើរពេញនឹងដែលនៅទីនេះបិសាចក្រុងឆ្អឹងអមតៈទាំងអស់បានផ្ដល់នូវអំណាចនៃជំនឿទៅកាន់វ៉ៃសៀវអំណាចនៃជំនឿទាំងអស់នេះក៏អាចធ្វើឲ្យវ៉ៃសៀវទម្លុះកម្រិតដោយគ្មានការរាំងស្ទះនោះទេពិសេសជាងនឹងទៅទីកម្រិតនៃលំហនេះកាន់តែខ្ពស់ក៏ដូចជាកាន់តែធំអំណាចជំនឿក៏បានមកកាន់តែច្រើនបានលឿនអញ្ចឹងវ៉ៃសៀវក៏សឹងតែមិនគួរឲ្យយាថាលំហនគរទេវភាពនឹងក៏អាចកើនឡើងផងដែរអញ្ចឹងប្រព័ន្ធក៏បានផ្ដល់ឲ្យវ៉ៃសៀវនៅសភៅណែនាំអំពីនគរទេវភាពមួយនេះបន្ទាប់មកក៏បានបញ្ជូនចេញមកវិញវ៉ៃសៀវគាត់បានដេកយាយហើយនឹងមើលទៅខ្ញុំត្រូវទៅសិក្សាអំពីវាដោយប្រុងប្រយ័ត្នមានអីទៀតគ្រាន់តែបើសភៅអានតាន់បានមួយនាទីស្រួលផងឃើញថាសមុខខុលអត់ដឹងថាគ្នាយើងណាខ្លះដូចជាវ៉ៃសៀវដែរទេបើអេដមីនធ្លាប់ឯងសារីយើងក៏បានកាន់ទៅដល់ព្រឹកឡើងយើងក៏បានឃើញថាបៃឈឿនក៏បានមកហៅវ៉ៃសៀវក៏បានហៅតាំងសាំងបន្តទៀតតោះទៅប្រមាញ់សត្វចម្លែកទាំងអស់នោះតាំងសាំងហៅតែអញ្ចឹងសប្បាយចិត្តមែនទែនលើមកដល់ទីតាំងដែលអាណាចក្រសម្ងាត់រៀបនឹងបើកឡើងវ៉ៃសៀវក៏បានសួរទៅកាន់បៃឈឿនផងដែរតើដឹងអំពីតម្លៃទីផ្សារបច្ចុប្បន្នដែរទេបៃឈឿនបានតបអាស្រ័យទៅលើភាពលំបាកនៃអាណាចក្រសម្ងាត់ភ្លាមនឹងក៏បានឃើញជាមួយនឹងបេក្ខម្នាក់ប្រកាសដែលគេនឹងក៏ជាគ្រូបង្វឹកម្នាក់ដែរអីចឹងទៅហើយគេប្រកាសមកអាណាចក្រសម្ងាត់នឹង 10000 អធិស្ឋានគ្នាយើងគឺមិន 10000 ទេគឺ100,000គេថែមទាំងនិយាយទៀតផងថាក្រុមគេនឹងមិនដែលប្រាជ័យទេរីវ៉ៃសៀវបានលឿនចឹងគាត់បានគិតផងដែរតម្លៃកើនឡើងយ៉ាងនេះគិតមើលទៅបើគាត់នាំក្រុមចូលទៅមួយក្រុមអាចនឹងនាំសមាជិកថែម5នាក់ហើយសម្រាប់ដល់អាណាចក្រសម្ងាត់មួយមិនថាគាត់អាចរកបានកន្លះលានទេមែនបើគិតមើលទៅរយៈពេលដែលគាត់អាចឃ្លាបិសាចនៅក្នុងអាណាចក្រសម្ងាត់មួយនឹងមិនដែលលើសពី20នាទីទេអញ្ចឹងមើលទៅក្នុងរយៈពេល1ម៉ោងគាត់អាចរកបាន 3-4 លានណោះគិតចឹងហើយនឹងលុយសតមិនយូរមិនឆាប់តែខ្ញុំនឹងមាននេះហើយក៏មិនចាំយូរដូចគ្នាក៏បានដកមេក្រូចេញមកធ្វើការប្រកាសហើយប្រកាសនឹងតម្លៃដែលគាត់ដាក់នឹងមើលទៅដូចជារៀងថ្លៃជាងគេជាងឯងតិចឯងដោយម្នាក់ចំណាយ8សែនលើគាត់អីចឹងទៅពិសេសអាណាចក្រសម្ងាត់កាន់ទៅខ្ពស់អីហ្នឹងគាត់យកតម្លៃកាន់ទៅថ្លៃជាងនឹងទៀតអ្នកទាំងអស់គ្នាបានលឺអញ្ចឹងដើមឡើយហាក់បីដូចជាឆ្ងល់ថាតើគាត់ជានរណាម្នាក់ទៀតគេបានតបថាឯងស្គាល់ទេមែនហ្នឹងគឺជាវ៉ៃសៀវណាបញ្ចេញតារាងឲ្យគេមើលដល់ជាប់ចំណាត់ថ្នាក់លេខ1អីចឹងទៅបន្ទាប់ពីបានដឹងចឹងទាំងអស់គ្នាក៏សុទ្ធតែសម្រុកបុកមករកវ៉ៃសៀវដើម្បីជួលវ៉ៃសៀវធ្វើជាគ្រូបង្វឹកវ៉ៃសៀវយើងក៏មិននឹកស្មានដល់ទេថាមានអតិថិជនច្រើនបែបនេះហើយសូម្បីតែគ្រូបង្វឹកមួយនេះដែលប្រកាសខ្លួនឯងថាគឺជាគ្រូបង្វឹកដែរហ្នឹងក៏សុំចូលទៅជាមួយនឹងវ៉ៃសៀវដែរវ៉ៃសៀវក៏បានសួរគេអំពីរឿងហ្នឹងចឹងគេក៏បានតបទៅថាទោះបីជាខ្ញុំជាគ្រូបង្វឹកយ៉ាងណាក៏ដោយប៉ុន្តែបើជួបអ្នកខ្លាំងជាងខ្ញុំអីហ្នឹងខ្ញុំក៏សុំតោងទាមទៅដែរអញ្ចឹងមិនអីនោះទេវ៉ៃសៀវក៏បានដាក់លេខគណនីរបស់គាត់ហើយឲ្យវេលុយមកកុំភ័យអីបានចូលទាំងអស់គ្នាហ្នឹងហើយបន្ទាប់ពីវេលុយបានចំនួន5នាក់ហើយគាត់ក៏បាននាំពួកគេចូលទៅសិនចុះទៅដល់ក៏បានជួបជាមួយនឹងបិសាចមួយទៅហាក់បីដូចជារឿងខ្លាំងខ្លាណាស់ម្នាក់នេះគេខំប្រឹងស្រែកផងអីផងប៉ុន្តែវ៉ៃសៀវគ្រាន់តែយកកណ្ដៀវរបស់គាត់កាប់ទៅសោះបិសាចនឹងក៏បានខ្ទាតឡើងប៉ើងចង់ប្រមាណ100ម៉ែត្រទេចែកទាំងពីរនាក់នេះបានឃើញចឹងហើយនឹងឡើងលងស្របពេលនឹងគេមាន Goblin មកជាច្រើនទៀតចឹងវ៉ៃសៀវគាត់ក៏បានទៅចាត់ការជាមួយនឹងពួកវាយ៉ាងងាយស្រួលម្នាក់នេះគេបានទាញទូរស័ព្ទមកថតរូបវ៉ៃសៀវទុកធ្វើជានិមិត្តរូបហើយពួកគេក៏នៅតែបន្តតាមប្រមាញ់បិសាចអីចឹងទៅចំណែកអ្នកនៅខាងក្រៅនេះវិញក៏បានរងចាំ
ទាំងអន្ទះសារអស់រយៈពេល13នាទីមិនដឹងថាពេលណាពួកគេនឹងចេញមកវិញនោះទេនិយាយចោលភ្លាមវ៉ៃសែលក៏បានចេញមកវិញហើយអ្នកទាំង5នាក់នេះក៏បានចេញមកតាមក្រោយអ្នកទាំង5នាក់នឹងក៏ពិតជាសប្បាយចិត្តមែនទែនដោយសារតែពេលនេះពួកគេទទួលបានពិន្ទុបទពិសោធន៍យ៉ាងច្រើនថែមទាំងបានឡើងកម្រិតម្នាក់ពីកម្រិតអីចឹងទៅហើយអញ្ចឹងក៏ដល់ពេលអតិថិជនបន្ទាប់ពីបង់ប្រាក់ហើយក៏ជួនពួកគេចូលទៅដោយធម្មតាអស់រយៈពេលមួយសន្ទុះក្រោយមកឃើញថាវ៉ៃសែលក៏បានចេញមកវិញម្ដងទៀតហើយមើលទៅកាន់សភាពគាត់នៅពេលនេះទៅហាក់បីដូចជាមានការអស់កម្លាំងយ៉ាងខ្លាំងតែចឹងក៏បានសួរផងដែរមើលទៅលោកហាក់បីដូចជារកលុយបានច្រើនណាស់នៅថ្ងៃហ្នឹងវ៉ៃសែលក៏បានតបថាមិនច្រើនប្រហែលទេបានខ្ទង់ជា50លានបែរជាបានថា50លាននេះនៅតែមិនច្រើនទៀតមិនត្រឹមតែប៉ុណ្ណឹងនោះទេវ៉ៃសែលគាត់ក៏អាចកើនឡើងទៅដល់កម្រិតទី39ហើយគាត់ក៏មិននឹកស្មានដល់នោះទេថាដឹកនាំក្រុមបែបនេះគាត់នៅតែអាចឡើងកម្រិតបានលឿនដូច្នេះកំឡុងពេលនោះអ្នកគ្រូវងក៏បានមកដល់ហើយបានថាស្វែងរកវ៉ៃសែលយូរណាស់មកហើយពេលនេះដល់វគ្គចាប់ផ្ដើមបណ្ដុះបណ្ដាលពិសេសគាត់ក៏បានហៅវ៉ៃសែលត្រឡប់ទៅសាលាវិញជាមួយនឹងគាត់លុះទៅដល់សាកលវិទ្យាល័យវេទមន្តវិញក៏ដូចជាថ្នាក់រៀនមួយនាយកវងគាត់បាននិយាយថាសិស្សទាំងអស់គ្នាគឺជាមនុស្សដែលមានទេពកោសល្យនៅសាកលវិទ្យាល័យវេទមន្តមួយនេះអ្នកទាំងអស់គ្នាក៏ត្រូវតំណាងឲ្យសាលាចូលរួមការប្រកួតនៅពេលណាមួយបន្ទាប់មកខ្ញុំនឹងប្រកាសអំពីការចាប់ផ្ដើមថ្នាក់បណ្ដុះបណ្ដាលពិសេសជាផ្លូវការគាត់ក៏បានឲ្យស៊ឺពូធានមកណែនាំខ្លួនស៊ឺពូធានគេក៏បានណែនាំឈ្មោះគេក៏ដូចជាគេមានកម្រិត40អាណាចាព្រះអង្គម្ចាស់ជំនាញរាងកាយមមួនហើយប្រយុទ្ធគៀម្នាក់នេះគេមិននឹកស្មានដល់នោះទេត្រឹមតែរយៈពេល1ខែសោះគាត់បានឡើងទៅដល់ level 40ហើយនៅអាណាចក្រកម្រិតព្រះអង្គម្ចាស់ថែមទៀតអស់ចាមែនអាប៉ែនឹងគេសរសើរអញ្ចឹងហើយនឹងបាយចាំមើលងើគេក្នុងចិត្តទៅវិញដែលថាពួកអស់ហ្នឹងគឺសោះតែជាសម្រាមកម្រិតនៅអាណាចក្ររបស់ខ្ញុំត្រូវតែខ្ពស់ជាងគេបំផុតហើយអ្នកបន្តទៀតក៏មានឈ្មោះថាចាងវិនកម្រិត37ចំណេញក្រងឆ្អឹងជីសេះហើយនឹងប្រយុទ្ធចិត្តដល់វែនវៃសែងវិញម្ដងគាត់ក៏បានណែនាំឈ្មោះហើយនឹងថាគាត់ពេលនេះមាន level 39ចំណេញក្នុងការកោះហៅក្រងឆ្អឹងអមតៈម្ដងត្រង់នឹងហាក់បីដូចជាអដេបដប់តែពួកសិស្សទាំងអស់នៅទីហ្នឹងហើយអញ្ចឹងហាក់បីដូចជារៀងសើចរីឯបេស៊ឺពូធាននៅវិញក៏បានគិតផងដែរអ្នកកោះហៅក្រងឆ្អឹងអមតៈកម្រិត39គឺពិតជាគួរឲ្យចាប់អារម្មណ៍លោកគ្រូនៅវិញគាត់បានកោបន្តិចហើយនឹងបានថាមើលទៅវ៉ៃសែលហាក់បីដូចជាមិនទម្លាប់ក្នុងការណែនាំខ្លួនអញ្ចឹងប៉ុណ្ណឹងបានឲ្យពួកយើងក៏នឹងធ្វើដំណើរទៅកាន់ប៉មសាឡបងលោកក៏មកដល់ប៉មសាឡបងហើយនឹងនយោបាយជាប្រាប់ទៅកាន់ពួកគេថាពួកយើងមិនមែនសាឡបងនៅប៉មសាឡបងមួយនេះទេគាត់បានយកកាយរបស់គាត់ឈោតទៅកាន់ទ្វារក៏បានបើកឡើងនឹងនាំសិស្សទាំងអស់គ្នាចូលទៅខាងក្នុងជួបជាមួយនឹងព្រឹទ្ធាចារ្យលីក៏បានឲ្យអ្នកទាំងអស់គ្នាមកតាមគាត់បានឃើញនៅឧត្តមអ្វីមួយយ៉ាងពោខៀវនឹងវ៉ៃសែលក៏បានឆ្ងល់ផងដែរតើនោះគឺជាអ្វីទៅបន្ទាប់ពីសិស្សទាំងអស់បានដើរចូលទៅក្នុងក្បួនមួយហ្នឹងវាក៏បាននាំពួកគេចូលទៅកាន់ទីតាំងមួយទៀតពួកគេសោះតែឆ្ងល់ហើយតើទីនេះគឺជាកន្លែងណាទៅហាក់បីមិញក្រែងពួកយើងនៅប៉មសាឡបងមែនវ៉ៃសែលគាត់មើលទៅទីនេះស្រដៀងជាមួយនឹងលំហដតេភាពរបស់គាត់និយាយថាតើអាចទេថានេះគឺជាពិភពតូចមួយព្រឹទ្ធាចារ្យលីក៏បានតបថាពិតណាស់នេះគឺជាពិភពតូចមួយវានៅតែជាវ៉ៃសែលដែលមានចំណេះដឹងទូលំទូលាយវ៉ៃសែលក៏បានថាព្រឹទ្ធាចារ្យសរសើរខ្ញុំពេកយេតើប៉មសាឡបងនៅទីណាទៅព្រឹទ្ធាចារ្យគាត់ក៏បានបញ្ចេញប៉មនៅក្នុងដៃរបស់គាត់ហើយនឹងបានបោះចេញទៅលេចចេញនៅប៉មសាឡបងដ៏ធំមួយទៀតនៅទីនេះហើយនេះដែរក៏ជាប៉មសាឡបងពិតប្រាកដក៏មានន័យថានៅខាងក្រៅមិញហ្នឹងគ្រាន់តែជាការចម្លងប៉ុណ្ណោះអ្នកទាំងអស់គ្នាក៏ត្រូវបញ្ជូនចូលទៅក្នុងប៉មសាឡបងនេះដោយមិនចាំយូរទេការសាឡបងក៏ត្រូវបានចាប់ផ្ដើមយ៉ាងភ្លាមនាយកវងក៏បានឲ្យស៊ឺពូធានទៅមុនទៅដោយសារតែគេគឺជាសិស្សចាស់ហើយនឹងសិស្សដែលខ្លាំងជាងគេអីចឹងទៅប៉ុន្តែទៅទៀតយើងដឹងហើយថាណាគេខ្លាំងជាងគេហើយអញ្ចឹងសាររឿងយើងនៅក្នុងភាគទី28 29ក៏បានបញ្ចប់ត្រឹមតែប៉ុណ្ណឹងនោះទេបាយបាយជួបគ្នាវីដេអូក្រោយ